នេះជាថ្ងៃទី7នៅឥណ្ឌូនេស៊ីហើយបងប្អូនអញ្ចឹងហើយថ្ងៃនេះយើងអត់ងើបពីកណ្ដាលយប់ទៀតទេអញ្ចឹងថ្ងៃនេះយើងងើបនៅម៉ោង6ធម្មតាចាឥឡូវយើងងើបមករៀបចំខ្លួនអីអញ្ចឹងបងប្អូនហើយភ្នែកមុខអីឡើងហើមអស់ហើយដោយសារតាម6ថ្ងៃហើយយើងគេងអត់មានបានគ្រប់គ្រាន់ទេចាក៏លេខមកមើលបងស្រីរបស់ខ្ញុំគឺថាពេលមកពីខ្មែរវ៉ាលីហ្នឹងគឺរត់បានស្រួលបួលពេលទៅវិញទៅមកយើងមកនេះបាន6ថ្ងៃឥឡូវវ៉ាលីរត់ឡើងចូលហើយចាឥឡូវយើងមកកលេចមើលទេសភាពនៅខាងក្រៅនៃរីសតដែលខ្ញុំបានគេងហ្នឹងគឺរបៀបគេធ្វើបែបបុរាណរបៀបដូចគ្រឿងព្រេងនិទានបើស្លៀករ៉ូបបែបពនាងអីគឺថាស័កសមមួយកន្លែងហ្នឹងតែម្ដងតែពួកខ្ញុំមិនបានស្លៀកទេដោយសារតែយើងប្រញាប់អញ្ចឹងណាបងប្អូនហ្នឹងហើយយើងត្រូវទៅឈន់កន្លែងអញ្ចឹងគេមកស៊ើបនៅសេវាកម្មអាហារពេលព្រឹកឲ្យយើងបែប individual ដោយសារតែនៅនេះគឺគេអត់ដាក់ជា buffet ឲ្យយើងទៅចាប់ញ៉ាំទេអញ្ចឹងគេមានប្រភេទជាអាហារ western ឬក៏យើងចង់បានជាប្រភេទអាហាររបៀបជនជាតិឥណ្ឌូអីក៏បានដែរអញ្ចឹងណាបងប្អូនតែគ្រាន់ថានៅនឹងកាហ្វេអីគឺយើងពិបាកញ៉ាំយើងញ៉ាំអត់កើតដោយសារកាហ្វេនៅឥណ្ឌូគឺវាកាកហ្មងបងប្អូនអញ្ចឹងយើងញ៉ាំអត់កើតទេអញ្ចឹងទៅនឹងមួយថ្ងៃហ្នឹងគឺញ៉ាំបានតែ Starbucks ហើយនឹងកាហ្វេនៅក្នុងម៉ាតឥណ្ឌូម៉ាតគេហ្នឹងអាកាហ្វេភ័ញអីគេហ្នឹងអាហ្នឹងរៀងគ្រាន់តិចតែជាទូទៅនៅក្នុង resort អីគឺខ្ញុំញ៉ាំតែ orange juice ទេព្រោះ orange juice គេរៀង fresh អញ្ចឹងណាបងប្អូនហើយនេះគឺជាអាហារពេលព្រឹកដែលយើងបាន order អញ្ចឹងណាចាគឺបែប western អីចឹងទៅពីព្រោះបែបឥណ្ឌូនេស៊ីយើងរៀងពិបាកញ៉ាំវារៀងក្លិនគ្រីអីចឹងណាបងប្អូនឥឡូវយើងមក enjoy នៅក្នុងការញ៉ាំដើម្បីប្រញាប់ឡើងទូកអញ្ចឹងណាបងប្អូនចាមកដល់កន្លែងនេះគឺយើងមកដល់កន្លែងផែរបស់គេដើម្បីមកយកកាតដើម្បីចូល gate គេដើម្បីរងចាំនៅអូប័រដើម្បីយើងឆ្លងទៅកោះអញ្ចឹងណាបងប្អូននិយាយទៅនៅនេះដូចយើងជិះយន្តហោះអញ្ចឹងហើយអូប័រគេនៅនេះគឺ1ម៉ោងគឺគេមកយកម្ដងអញ្ចឹងណាបងប្អូនហើយអូប័រគេធំមែនតើដាក់បាន300ទៅ600អញ្ចឹងតាមអូប័ររៀងទូចនឹងធំអីចឹងណាបងប្អូនឥឡូវនេះយើងបានឡើងនៅក្នុងអូប័រចាប់ផ្ដើមធ្វើដំណើរហើយបងប្អូនហើយយើងធ្វើដំណើរតាមអូប័រនោះដូចជាចំណាយពេល1ម៉ោងជាងចាបានយើងទៅដល់កោះហើយទៅដល់កោះហ្នឹងគឺយើងមានតាក់ស៊ីរងចាំយើងអញ្ចឹងព្រោះខាងកាយខ្ញុំក៏គាត់បានរៀបចំហើយអញ្ចឹងយើងជិះតាក់ស៊ីគាត់ជូនពួកខ្ញុំទៅ snorkeling ដោយសារពួកខ្ញុំចង់មើលថៃនៅក្នុងសមុទ្រផ្កាថ្មនិងសត្វចម្លែកនៅបាតសមុទ្រស្រុកគេអញ្ចឹងណាអញ្ចឹងហើយពេលដែលតាក់ស៊ីគេជួយខ្ញុំទៅដល់កន្លែងហ្នឹងគឺពួកខ្ញុំត្រូវជួលទូកគេនៅនឹងជិះមកតង់ទៀតអញ្ចឹងយើងជួលទូកគេដើម្បីទៅមើលនេះភេទផ្កាថ្មឬក៏ត្រីអីផ្សេងអញ្ចឹងណាហ្នឹងហើយតែគ្រាន់តែសម្ពាធទឹកនៅនឹងខ្ពស់ហើយយើងនៅចិត្តទូកគេហ្នឹងអញ្ចឹងវាទឹកវារលកខ្លាំងពេកហើយយើងរៀងអស់កម្លាំងខ្លាំងចឹងខ្ញុំនៅអត់បានយូរហើយមួយទៀតគឺខ្ញុំត្រូវរោលជាមួយនឹងពឹសត្រីjellyfish នេះរៀងគ្រាន់ណាតែបើភ្លាមខ្ញុំឡើងហោមលិចជើងហើយលមាស់រហូតដល់ដៃកអីយើងទៀតរបៀបថាត្រីវាមានពឹសចឹងណាបងប្អូនតែនៅពេលដែលយើងទៅឡើយហ្នឹងគឺយើងទៅតែដូចជា15នាទីទេអញ្ចឹងហើយយើងត្រឡប់មកវិញយើងឆាប់លាងសម្អាតខ្លួនជាមួយសាប៊ូយើងលាបថ្នាំមកអញ្ចឹងទៅអញ្ចឹងក៏វារៀងអន់អញ្ចឹងណាបងប្អូនឥឡូវនេះគឺយើងមកកន្លែងទៀតឈ្មោះថាកលីងគីងអាហ្នឹងវាជាប្រភេទកោះមួយដែរអញ្ចឹងណាដែលមានដុំថ្ម background នៅខាងក្រោយដូចអ្នកនរគ្នាឃើញអញ្ចឹងដែលគេឧស្សាហ៍មកថតប៉ុន្តែក្តៅខ្លាំងហ្មងឡើងចង់ខ្លោចហ្មងបងប្អូននេះពេលរសៀលហើយយើងមានអារម្មណ៍ថានៅតែក្តៅទៀតឡើងចង់ឆ្អិនដូចត្រីហ្មងតែវាមិនអីស្អាតមួយយ៉ាងដែរតែមិនណាស់ណាទេបងប្អូនអើយខ្ញុំគិតថានៅចាញ់នៅស្រុកខ្មែរយើងឯង
ដល់ពេលក្តៅពេកហ្នឹងទៅខ្ញុំទៅថតតែបន្តិចហ្នឹងគឺខ្ញុំជួលគេថតឲ្យទៀតនៅហ្នឹងគេមានអ្នកថតឲ្យអញ្ចឹងណាហើយមានប្លង់សាសាតអីចឹងទៅហើយខ្ញុំក៏ចូលមកញ៉ាំក្រែមមាន Wi-Fi មានអីចឹងទៅក្រែមហ្នឹងគឺថ្លៃឡើង300លុយឥណ្ឌូហើយទីបំផុតយើងក៏បានមកដល់ resort ហើយចាបងស្រីរបស់ខ្ញុំគាត់ជាមនុស្សជោគជ័យសម្បីតែសត្វឆ្កែក៏គាត់ឆ្លោះជាមួយដែរនេះជាទេសភាពនៅ resort ហ្នឹងអញ្ចឹងណាបងប្អូនបែបធម្មតាវាមិនស្អាតទេនៅលើកោះបងប្អូនហ្នឹងហើយតែចៃដន្យអីកន្លែងខ្ញុំគេហ្នឹងវាអាចមើលថ្ងៃលិចបានណាថ្ងៃលិចនៅចិត្តសមុទ្របងប្អូនអញ្ចឹងស្អាតម្យ៉ាងដែរហើយពេលយប់ឡើងគឺយើងទៅ night market នៅហ្នឹងគេមាន night market ដូចរបៀបផ្សាររាត្រីនៅតាមតំបន់ទេសចរនៅស្រុកយើងនៅអីដែរអញ្ចឹងតែនេះវាងទូចទេអញ្ចឹងយើងដើរទៅប្រហែល10នាទីដល់ហើយឥឡូវពួកខ្ញុំដើរទៅនេះលេលេហ្នឹងគឺត្រីបងប្អូននៅស្រុកភីសានដូនេស៊ីលេលេហ្នឹងគឺត្រីហើយនៅស្រុកគេនេះគឺពិបាករកគ្រឿងសមុទ្រញ៉ាំណាបងប្អូននេះយើងមកដល់សមុទ្រគេហើយអត់មានទៀតតែមកណៃម៉ាឃីតគេហ្នឹងមានតែមកតូបគុតដែលគេលក់ហើយលក់ទៅមានតែប្រហែលគីឡូយើងគ្រាន់តែទិញញ៉ាំនៅហ្នឹងអីហើយយើងចង់ខ្ចប់ទៅស្ថានគេយើងគាត់មានដែរនិយាយទៅវេទនាលក់តែមន់លក់តែអីទេហើយអូរ៉េងជូសគេនេះឆ្ងាញ់មែនតែនហ្មងហើយមួយទៀតញ៉ាំបានដែរគឺបាសូគេនេះរបៀបថាស៊ុបគេមានប្រហិតមានមីតិចមានបន្លែអីចឹងឆ្ងាញ់បងប្អូនម៉ានកែវ2កែវ2កែវ